រឿងអ្នកថែរក្សាបឹងកាលពីព្រេងនាយមានបឹងចំណាស់មួយដែលស្ថិតនៅឆ្ងាយពីភូមិអ្នកស្រុកបើយើងក្រឡេកទៅមើលលើផ្ទៃបឹងឯណោះវិញយើងឃើញថាមានរុក្ខជាតិពណ៌បៃតងជាច្រើនដែលដុះពាសពេញលើផ្ទៃបឹងហើយវាក៏ជាកន្លែងដែលសម្បូរទៅដោយហ្វូងមច្ឆារស់នៅយ៉ាងកកកជាការពិតណាស់ទីកន្លែងដ៏ស្ងប់ស្ងាត់មួយនេះតែងតែមានហេតុការណ៍ចម្លែកកើតមានជារឿយៗរៀងរាល់ពេលល្ងាចយើងតែងតែឃើញមានភ្នែកមួយគូដែលអាចចេញពីក្នុងទឹកហើយក៏បានជ្រមុជចូលទៅក្នុងទឹកវិញបាត់ទៅហេតុការណ៍នេះតែងតែកើតឡើងជាប្រចាំនៅលើផ្ទៃបឹងនេះតែម្ដងបើតាមជំនឿចាស់បុរាណបានប្រាប់ថានេះគឺជាអ្នកថែរក្សាផ្ទៃបឹងទាំងមូលឯអ្នកខ្លះក៏ជឿជាក់ថាវាមិនមែនជាអ្នកថែរក្សាផ្ទៃទឹកទេវាគឺជាខ្មោចទឹកវ៉ាវសិតតែត្រីបងប្រុសមើលណោះនៅថ្ងៃមួយក៏ស្រាប់តែលេចមកវត្តមានអ្នកនេសាទពីរនាក់បានមកដល់ទីនោះដែលពួកគេត្រូវជាបងប្អូននឹងគ្នាក្រោយពីពួកគេបានឃើញត្រីហាលឆ្វាត់ឆ្វៃនៅក្នុងបឹងនោះពួកគេក៏បានចាប់ផ្ដើមចុះចាប់ត្រីនៅក្នុងបឹងនោះតែម្ដងដោយពួកគេពុំដឹងថានៅក្នុងបឹងនេះនៅពេលល្ងាចឡើងមានហេតុការណ៍ចម្លែកកើតមានឡើងជារឿយដោយហេតុតែទីកន្លែងនោះសម្បូរទៅដោយត្រីពួកគេក៏បានបន្តចាប់តាំងពីព្រឹករហូតដល់យប់ទីកន្លែងនេះពិតជាសម្បូរត្រីមែនទែនមិនយូរប៉ុន្មានមេឃងងឹតក៏ចាប់ផ្ដើមមកដល់ខណៈពេលនោះក៏ស្រាប់មានវត្តមានភ្នែកមួយគូបានលេចឡើងពីក្រោមទឹកហើយសម្លឹងទៅកាន់ពួកគេដោយអ្នកនេសាទទាំងពីរនាក់ហាក់មិនបានចាប់អារម្មណ៍ទៅលើកៅភ្នែកទាំងពីរដែលកំពុងសម្លឹងទៅកាន់ពួកគេនោះឡើយហេតុអ្វីបានជាមេឃចុះងងឹតលឿនយ៉ាងនេះមែនហើយមុនហ្នឹងមេឃស្លានតើវាហាក់បីដូចជាមានរឿងអ្វីមួយដែលខុសពីធម្មតាហើយខ្ញុំមានអារម្មណ៍ថាដូចជាមានស្អីគេចាប់ជើងចឹងបងប្រុសដូចជាមិនសូវស្រួលទេនេះតើជាអ្វីនៅក្រោមទឹកហ្នឹងវាដូចជាចម្លែកដល់ហើយនេះខណៈពេលនោះផ្ទៃមេឃក៏ចាប់ផ្ដើមប្រែប្រួលមួយរំពេចមេឃធ្លាប់តែស្រឡះធ្លាក់ងងឹតភ្លាមហើយចុះអាប់ពាសពេញផ្ទៃបឹងអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ធ្វើឲ្យអារម្មណ៍ពួកគេភ័យញ័រពេញទាំងរាងកាយរំពេចនោះក៏ស្រាប់មានវត្តមានភ្នែកទាំងគោផុសឡើងពីផ្ទៃទឹកសម្លឹងទៅកាន់ពួកគេទាំងពីរនាក់តើនេះជាអ្វីទៅនៅមិនបានទេបងប្រុសឆាប់រត់ទៅក្រោយពីពួកគេបានឃើញហេតុការណ៍ចម្លែកនោះហើយពួកគេទាំងពីរនាក់ក៏បានរត់ចាក់ចេញពីកន្លែងនោះបាត់ទៅ